សួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ការរៀនភាសាចិនអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកអ្នកទាំងអស់គ្នាបន្តទៀតជាមួយនឹងពាក្យភាសាចិនដែលពាក់ព័ន្ធជាមួយនឹងសត្វចា៎អញ្ចឹងពាក្យទី54យ៉ាងថាម៉ាអ៊ីសត្វស្រមោចពាក្យទី55យើងអានថាចាងឡាងចាងឡាងចាងឡាងមានន័យថាកន្លាតពាក្យទី56ហ៊ូទាមេអំបៅ57មីហ្វឹងឃ្មុំ58ពីហ៊ូជីងចក់ពាក្យទី59កើជាតុកកែពាក្យទី60ឡងនាគ61អ៊ូគួយអណ្ដើក62ឈីងវ៉ាកង្កែប63ស៊ូវ៉ាកញ្ចាំងចេកពាក្យ64ហ្វាំងជាឈប់សម្រាកពាក្យទី65ឈីងមីងជាបុណ្យឆេងម៉េងចា中秋节បុណ្យសែនលោកខែ亡人节បុណ្យភ្ជុំបិណ្ឌ松水节បុណ្យអុំទូក圣诞节បុណ្យណូអែលចាអញ្ចឹង儿童节ទិវាកុមារចាពាក្យទី71劳动节ទិវាពលកម្មចាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាទៅប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តវីដេអូភាសាចិនដែលខ្ញុំចែករំលែកសូមជួយចុច like និង share ដើម្បីនឹងអ្នកដទៃទៀតបានសិក្សារៀនសូត្រដែរជួបគ្នានៅវីដេអូក្រោយសាក់ឈឺใจ见